ចាញ់ហើយលើនេះចាញ់ហើយអាមេរិកចាញ់ហើយបាទនេះគឺជាវីដេអូអាប់ដេតថ្មីបងប្អូនខ្ញុំនឹងធ្វើការបកស្រាយពាក់ព័ន្ធជាមួយនឹងការឈ្នះចាញ់នៃសង្គ្រាមតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃ28រហូតមកដល់ថ្ងៃទី4នេះតើនរណាជាអ្នកឈ្នះអ្នកចាញ់បាទអញ្ចឹងមុននឹងចូលដល់ប្រធានបទសូមពុកបងប្អូនជួយចុច Subscribe Channel YouTube ឆាវពូគីនហើយនឹងប្រទេសជាគ្រូតាមរៈទាំងអស់គ្នាម្នាក់មួយហើយនឹង share ចែករំលែកទាំងអស់គ្នាបាទពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍សង្គ្រាមនេះឥឡូវជាការវាស់វែងថាមិនមែននរណាមានសពាវុធខ្លាំងជាងវាយខ្លាំងជាងទេសំខាន់ថាតើនរណាអាចស៊ូបានជាងគេហៅថាសង្គ្រាមជាមួយទឹកនរណាស៊ូបាននឹងឈ្នះបាទនរណាស៊ូបានយូរជាងនឹងឈ្នះហើយឥឡូវនេះគឺមិនមែនត្រឹមតែជាការវាយធម្មតាទេគឺចាប់ផ្ដើមជាសង្គ្រាមវាស់ដោយចិត្តសាស្ត្រឬក៏យុទ្ធសាស្ត្របាទ drone ខ្ញុំកត់ស្រង់បានអ៊ីរ៉ង់បាញ់វាយប្រហារជាង1200ដងហើយបាទហើយដោយប្រើ drone អតិឃាត drone ពិឃាតហ្នឹងគឺក្នុងតម្លៃថោកមែនតើគឺត្រឹមតែមួយគ្រឿង$20000ទេប៉ុន្តែសម្រាប់សម្ព័ន្ធមិត្តឬក៏ទីតាំងមូលដ្ឋានទ័ពរបស់អាមេរិកវិញប្រើគ្រាប់មួយតម្លៃរាប់លានដុល្លារដូចជាកាតានេះមកគាត់អាចការពារបានដល់ 90% ជាងគឺថាប៉ាកែមែនទេប៉ុន្តែមកគ្រាប់$4លានបងប្អូន$4លានទៅបាញ់ drone $20000ថាតើសង្គ្រាមមួយនេះនរណាស៊ូបានជាងបាទហើយបើសម្រាប់អារ៉ាប់ប៊ីសាអូឌីតអីជាដើមនេះគឺមួយគ្រាប់ដល់ទៅ$12លានគឺថាកំជ្រួចស្ទាក់មីស៊ីលឬក៏ខែលការពារមេឃហ្នឹងគឺទៅប៉ាកែមែនប្រសិទ្ធភាពមែនប៉ុន្តែមួយគ្រាប់$12លានទៅបាញ់កំទេច drone ដែលមានតម្លៃថោក$20000នោះជាការកណនាមួយដ៏ធុនធ្ងរហើយតាមព័ត៌មាន Bloomberg ព័ត៌មាន CNN ព័ត៌មានធំលើពិភពលោកថាអាមេរិកកំពុងតែអស់គ្រាប់ពីស្តុកហើយហេតុអីតើវាពិតឬអត់បាទពីព្រោះអាត់កំបាំងយោធាវាគឺជាអាត់កំបាំងបើសិនជាអ្វីត្រូវទម្លាយហើយវាមិនមែនជាយុទ្ធសាស្ត្រទេតើគេទម្លាយដើម្បីឲ្យមើងងាយអាមេរិកដើម្បីអាមេរិកវាយវិញឬយ៉ាងណាអាចមានតលហិកដូចជាការជួយគ្រប់គ្រងកំពីទៅលើអ៊ុយក្រែនរាប់ឆ្នាំមកហើយអញ្ចឹងក៏អាចទៅជាហេតុផលមួយអាមេរិកអស់គ្រាប់ដូចជាសារព័ត៌មានណាបើថាអស់មែនតាមសារព័ត៌មានណាបងប្អូនណាខ្ញុំមិនមែននៅក្នុងកងទ័ពអាមេរិកទេបាទលើកតាមសារព័ត៌មានប៉ុន្តែខ្ញុំចង់លើកមកវិភាគថាតម្លៃនៃការទូទាត់តម្លៃនៃការទូទាត់ទប់ទល់នៅក្នុងសង្គ្រាមវាមិនមែនត្រឹមតែសង្គ្រាមសពាវុធនរណាខ្លាំងជាងនរណាប៉ាកែជាងទេតែគឺវាស់ទៅលើថានរណាស៊ូបានជាងប្រសិនបើអ៊ីរ៉ង់ប្រើ drone ដែលមានតម្លៃថោកកាន់តែច្រើនហើយតម្លៃនៃការខែលការពាររបស់អ៊ីស្រាអែលក្តីរបស់នរណាក្តីក៏ដោយឲ្យតែជាខែលមីស៊ីលដែលមានតម្លៃថ្លៃគឺជារឿងបញ្ហាធំតែម្ដងបាទហើយថាតើអាចបាញ់បានប្រមាណគ្រាប់អាចបាញ់បានប្រមាណថ្ងៃនេះគឺជារឿងទូទាត់លត់សើចដែលត្រូវគិតគូរខ្លាំងហើយអ៊ីរ៉ង់គឺគេនឹងចាប់ផ្ដើមរៀបយុទ្ធសាស្ត្របាទបងប្អូនអញ្ចឹងបាទខ្ញុំនិយាយថាពាក់ព័ន្ធជាមួយនឹងសង្គ្រាមកម្លាំងប្រយុទ្ធក៏ត្រូវការសពាវុធក៏ត្រូវការប៉ុន្តែអ្វីដែលមិនអាចខ្វះបានគឺមេដឹកនាំយុទ្ធសាស្ត្រសឹកសង្គ្រាមនោះឯងដែលសំខាន់ជាងគេតែម្ដងបាទហ្នឹងហើយឥឡូវនេះយើងឃើញថាអ៊ីស្រាអែលហើយនិងអ៊ីរ៉ង់កំពុងតែប្រយុទ្ធតានតឹងខ្លាំងមែនទែនហើយការបាញ់ចូលគឺមិនអាចការពារជាប់ទេបងប្អូនបាទហើយបើសិនជាមានគ្រាប់ច្រើនដូចជាអ្វីដែលអ៊ីរ៉ង់ទម្លាយមកគឺមិនតិចទេបងប្អូន250,000គ្រាប់គឺច្រើនណាស់ហើយអាមេរិកគេសន្និដ្ឋានថាជាការប្រយុទ្ធនេះប្រហែល4សប្តាហ៍ហើយអញ្ចឹងខ្ញុំលើកពីប្រធានបទទៀតដើម្បីជាការវិភាគឲ្យពុកម៉ែបងប្អូនមើលអ៊ីរ៉ង់ចាញ់ប្រសិនបើមានករណីមួយបាទអាហ្នឹងចំណុចមួយចាំខ្ញុំធ្វើបន្តទៀតហើយវិភាគហេតុអីបានចិនមិនចូលទៅជួយសម្ព័ន្ធមិត្តអ៊ីរ៉ង់របស់ខ្លួនឯងបាទហេតុអីមានអាត់កំបាំងអ្វីមានអាត់កំបាំងខ្ញុំស្រង់ខ្ញុំសរសេរមិញប្រហែលជា8ចំណុចប៉ុន្តែអាចច្រើនជាងហ្នឹងតែខ្ញុំសង្ខេបថា8ចំណុចទៅចោះអញ្ចឹងខ្ញុំលើកករណីពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រអាមេរិកដែលអាមេរិកវិភាគទៅឃើញថាអាមេរិកចាញ់ហើយអាមេរិកនឹងប្រើស្នៀតមួយគឺរបៀបយុទ្ធសាស្ត្រចោលសៀមគឺនឹងចរចាជាមួយអ៊ីរ៉ង់ធ្វើការចរចាហើយបើសិនជាអ៊ីរ៉ង់ព្រមចរចានោះអ៊ីរ៉ង់ចាញ់បាទអ៊ីរ៉ង់ចាញ់បាទហ្នឹងបើសិនជាហេតុអីពីព្រោះក្នុងរយៈពេលប្រហែលថ្ងៃនេះពីថ្ងៃ28ទី1ទី2ទី3ទី4 5ថ្ងៃនេះគឺអាមេរិកបានស្ទាបស្ទង់ការកណនាការថ្លឹងថ្លែងរបស់អាមេរិកនិងអ៊ីស្រាអែលមានការប៉ាន់ស្មានខុសប្រថុយប្រឋាននឹងគ្រោះថ្នាក់ខ្លាំងមែនទែនដូច្នេះគឺមានតែការចរចាបត់ឈប់បាញ់ឬក៏បត់សន្តិភាពបាទកិច្ចព្រមព្រៀងសន្តិភាពឬក៏បត់ឈប់បាញ់បាទដើម្បីអីដើម្បីដកដង្ហើមរៀបចំក្បួនខ្នាតឡើងវិញរៀបចំសពាវុធឡើងវិញដើម្បីវាយអ៊ីរ៉ង់ទៀតមិនមែនចរចាចោះចាញ់ចរចាជាយុទ្ធសាស្ត្រហើយបើសិនជាអ៊ីរ៉ង់ចង់ឈ្នះគឺបន្តវាយបាទចង់ឈ្នះគឺបន្តវាយខ្ញុំមិនមែនឲ្យយោបល់ទេតែខ្ញុំមើលឃើញពីយុទ្ធសាស្ត្រគឺរបៀបហ្នឹងបើចរចាគឺចោះចាញ់សត្រូវពីព្រោះសត្រូវចាញ់ហើយបែរជាទុកឲ្យសត្រូវរស់ឲ្យសត្រូវមានដង្ហើមបាទរឿងហ្នឹងគឺអញ្ចឹងឥឡូវនេះយើងមិនបានអួតទៅសារថាអ៊ីរ៉ង់មានគ្រាប់ប៉ាកែឬមិនប៉ាកែឬក៏អាមេរិកមានប៉ាកែមិនប៉ាកែស្ថិតលើតើស៊ូបានប៉ុណ្ណាដូចជាគ្រាប់កាតាដែលខ្ញុំលើកអំបញ្ញមិញវាការពារបានដល់90%គឺប៉ាកែមែនតើប៉ាកែខ្លាំងមែនតើប៉ុន្តែប៉ាកែបានអីវិញហ
ប្រកែកបានអីមកវិញនៅពេលលទ្ធផលចុងក្រោយបែរជា drone អត្តឃាតរបស់អ៊ីរ៉ង់នៅសល់ឯងអស់គ្រាប់បាត់តើរឿងនឹងធ្វើយ៉ាងណាបន្តទៀតនេះគឺជាបញ្ហាចាញ់នឹងឈ្នះនៅក្នុងសង្គ្រាមមជ្ឈមបូព៌ាលើកនេះបាទឥឡូវខ្ញុំលើកប្រធានបទអញ្ចឹងមកខ្ញុំចង់និយាយថាពាក់ព័ន្ធចាញ់ឈ្នះអ៊ីរ៉ង់កុំចរចាពីព្រោះបន្តិចទៀតអាមេរិកនឹងប្រើល្បិចចរចាគឺដូចល្បិចចោលសៀមយ៉ាងឯងនឹងថាចោលសៀមកូពីអាមេរិកឬក៏អាមេរិកកូពីពីចោលសៀមទេបាទបងប្អូនអាច comment នៅក្នុង YouTube ទាំងអស់គ្នាបាទឥឡូវខ្ញុំលើកប្រធានបទពាក់ព័ន្ធជាមួយនឹងចិនហេតុអ្វីក៏មិនទាន់លូកដៃឬក៏លូកដៃបងប្អូនបែងចែកដៃគាត់មិនលូកដៃទេគាត់មិនទាន់លូកដៃហេតុអីបានជាមិនទាន់លូកដៃបើចម្លើយបងប្អូនច្បាស់យល់ថាគាត់មិនទាន់លូកដៃអញ្ចឹងបើគាត់មិនទាន់លូកដៃតើមានហេតុផលអ្វីនៅពីក្រោយអាចមានច្រើនប្រការតែខ្ញុំលើកមកតែ8ចំណុចបាទទី1 Steve Stone សម្ព័ន្ធមិត្តរបស់អាមេរិកកាំងឥឡូវភាពពិតអ្វីជាសម្ព័ន្ធមិត្តរបស់អាមេរិកបានរៀបចំទុករាប់ឆ្នាំមកហើយគឺផុសផុលហ្មងមកតំបន់មជ្ឈមបូព៌ាសឹងតែទាំងអស់បាទស្ទើរតែទាំងអស់គឺចេញធ្លោមកអូប្រព័ន្ធនេះសម្ព័ន្ធមិត្តទីតាំងមូលដ្ឋានតបអាមេរិកគឺជាការ Steve Stone ហើយក៏ចង់ដឹងទឹកចិត្តអង់គ្លេសទឹកចិត្តបារាំងអីដែរហើយមែនតើទៅឮថាបាញ់ចូលមូលដ្ឋានតបអង់គ្លេសមូលដ្ឋានតបរបស់បារាំងទៀតហើយបារាំងកំពុងតែពង្រឹងសមត្ថភាពយោធាឡើងវិញហើយឮថាពង្រាយនុយក្លេអ៊ែរតាមតំបន់សម្ព័ន្ធមិត្តរបស់បារាំងតែនេះប្រហែលជានិយាយឲ្យល្អមើលទេដែលអាមេរិកមើលងាយម៉ាក្រុងថែមទៀតមើលងាយបារាំងថែមទៀតសូថារាយនុយក្លេអ៊ែរមិនវាជាពាក្យដែលមិនអាចទៅរួចបាទពីព្រោះនុយក្លេអ៊ែរគឺជាអាវុធដែលគេមិនឲ្យសាយភាយយកអានឹងយកមកបន្លាចគេកាត់ទេព្រោះមិនអាចសាយភាយទេទោះនៃថាបារាំងចង់សាយភាយចុះបើពួកដែលនឹងក្បត់វិញតើបារាំងទប់ទល់មិនវិញមិនមែនជាការពិតបាទថាបរិយាតើនឹងគ្រាន់តែជាយុទ្ធសាស្ត្របាទអញ្ចឹងរូបរាងនៃសម្ព័ន្ធមិត្តចិនបាន Steve Stone ហើយចង់ដឹងបន្តទៀតសម្ព័ន្ធមិត្តណាចេញខ្លះហើយចេញទីតាំងនៅកន្លែងណាខ្លះតាមពិតការស្រាវជ្រាវរបស់យោធាក៏គេអាចដឹងប៉ុន្តែគេចង់ច្បាស់ជាងនេះទៀតការ Steve Stone សម្ព័ន្ធមិត្តរបស់អាមេរិកកាំងសិនចំណុចទី2គឺការ Steve Stone មើលអំពីយុទ្ធសាស្ត្រសង្គ្រាមតើអាមេរិកប្រើយុទ្ធសាស្ត្ររបៀបណាខ្លះប្រើអាវុធអ្វីខ្លះជាមួយនឹងអ៊ីស្រាអែលហើយគេប្រើវិធីប្រយុទ្ធយ៉ាងម៉េចបាទប្រយុទ្ធយ៉ាងម៉េចហើយទប់ទល់យ៉ាងម៉េចចិននៅសិក្សាឆ្វេងយល់ឲ្យអស់ស្នៀតសិនបើសិនជាឆាប់លូកដៃក៏មិនអាចដឹងអំពីយុទ្ធសាស្ត្ររបស់សត្រូវទេក៏មិនអាចដឹងអំពីយុទ្ធសាស្ត្ររបស់អាមេរិកទេអញ្ចឹងនៅបណ្ដែតមិនទាន់លូកដៃមិនមែនមិនលូកដៃមិនទាន់លូកដៃបាទហ្នឹងហើយទី3គឺពាក់ព័ន្ធជាមួយនឹងការ Steve Stone ប្រភេទសព្វវិវុធហ្នឹងឯងបាទមួយគឺពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រប្រយុទ្ធហើយនឹងការពាររបស់អាមេរិកកាំងហើយនឹងទីតាំងប្រយុទ្ធទីតាំងស្អីរបស់អាមេរិកកាំងយ៉ាងម៉េចហើយទី2ទី3គឺពាក់ព័ន្ធជាមួយសព្វវិវុធរបស់អាមេរិកមានកម្រិតណាអញ្ចឹងចិនច្បាស់ជានឹងរៀបចំដើម្បីទប់ទល់នឹងបង្ក្រាបជាមួយនឹងអាមេរិកកាំងឥឡូវខ្ញុំលើកឧទាហរណ៍ការប្រយុទ្ធរបៀបចិត្តសាស្ត្រអ៊ីរ៉ង់នៅពេលនេះប្រើ drone ដែលមានតម្លៃថោកទៅបាញ់ចូលទីតាំងប្រទេសដែលមានខែលមីស៊ីលខ្លាំងប៉ុន្តែតម្លៃថ្លៃបើមួយគ្រាប់4លាន10គ្រាប់ប្រហែល40លាន100គ្រាប់ប្រហែល400លានអញ្ចឹងទៅអញ្ចឹងថាតើមានប្រហែលគ្រាប់ហើយចាយលុយប្រហែលនេះគឺជាបញ្ហាបាទហ្នឹងគឺការ Steve Stone មួយទៀតគឺពាក់ព័ន្ធជាមួយនឹងការមើលអំពីការស៊ូទ្រាំល្បិចនៅពេលដែលចិត្តដាច់ខ្យល់គេហៅថាសង្គ្រាមជាមួយចាប់ក្បាលជាមួយទឹកបាទនៅណាស៊ូទ្រាំបានជាងគឺអាចដឹងកម្លាំងប្រយុទ្ធបាទចំណុចហ្នឹងគឺហើយចំណុចមួយទៀតគឺចង់ដឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ពិតប្រាកដដែលចេញមុខជួយអ៊ីរ៉ង់ពិតប្រាកដដើម្បីកំណត់ដឹងគោលដៅថាតើវាមានកម្លាំងបលិនគ្នាឬអត់បើសិនបើសម្ព័ន្ធមិត្តអ៊ីរ៉ង់ចេញមុខមកវាបលិនគ្នារវាងអាមេរិកហើយនិងចិនឬរវាងអាមេរិកនិងអ៊ីរ៉ង់នោះទើបចិនចេញមុខបើសិនជាមិនមានតុល្យភាពនៅក្រោមក៏មិនតន់ចេញមុខតែបើឃើញស្មើគ្នាហើយចេញមុខបងប្អូនមានឆ្ងល់ទេកាលពីសង្គ្រាមលោកលើកទី1លើកទី2ហេតុអីបានជានាំគ្នាវាយគ្នាតគ្នាពីព្រោះវាមានតំណែងតំណងគ្នារបៀបហ្នឹងរបៀបដែលបងប្អូនអាចសិក្សាអំពីសង្គ្រាមពិភពលោកនៅក្នុងសម័យបច្ចុប្បន្ននេះខ្ញុំក៏មិននឹកស្មានថាខ្ញុំមកដល់ដំណាក់កាលមួយអង្គុយមើលអំពីព្រឹត្តិការណ៍នៃសង្គ្រាមបាទអង្គុយវិភាគនៃព្រឹត្តិការណ៍សង្គ្រាមកាលពីមុនរៀននៅក្នុងសភៅប្រវត្តិសាស្ត្រនិយាយពីសង្គ្រាមលោកលើកទី1លើកទី2គឺត្រូវតន្ទិញឲ្យចាំឲ្យពិបាកយល់បំផុតបាទពិបាកយល់បំផុតក៏ប៉ុន្តែឥឡូវពេលនេះវាទៅជាខ្លាចជាអ្នកអង្គុយមើលសង្គ្រាមឆ្វេងយល់ពីសង្គ្រាមហើយក៏សរសេរយុទ្ធសាស្ត្រអំពីសង្គ្រាមនេះគឺពិតជារឿងមួយដ៏កម្រប៉ុន្តែមិនមែនចង់បានអញ្ចឹងទេបាទពីព្រោះវាអាចមានរឿងដល់យើងទាំងអស់គ្នាទៅទៀតវាមិនមែនរឿងធម្មតាទេបាទមួយទៀតដែលក្រចូលក្នុងបញ្ហាសង្គ្រាមភ្លាមគេហៅថាទុកផ្លូវក្រោយមិនទាន់បង្ហាញចំហទុកផ្លូវក្រោយប្រសិនបើអាមេរិកឈ្នះអ៊ីរ៉ង់
អាមេរិកនិងចិននៅតែរុស្ស៊ីជាមួយគ្នាបានដកដៃនៅតែមើលមុខគ្នាក្នុងផ្លូវល្អដកដៃបាទអាហ្នឹងព្រោះតែមិនចង់គេថាត្រីរ៉ស់ក៏យកទុនសាយក៏យកមិនមែនត្រីរ៉ស់ក៏រួចទុនសាយក៏រួចអត់ទេត្រីរ៉ស់ក៏យកទុនសាយក៏យកបើអាមេរិកឈ្នះចិននៅតែរុស្ស៊ីជាមួយនឹងអាមេរិកដកដៃតែហើយយើងនិយាយហើយអ៊ីរ៉ង់ចាញ់អ៊ីរ៉ង់ច្បាស់ជាត្រូវការទិញបន្ថែមក្នុងការផលិតឲ្យកាន់តែខ្លាំងទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកឬក៏ប្រចាំមិត្តត្រីរ៉ស់ក៏យកទុនសាយក៏យកល្បិចចិនណាបងប្អូនណាបាទមែនតើទៅចំណុចទី8ចិនគឺធ្វើជាអ្នកដែលចាំមើលហើយគឺជាអ្នកអន្តរាគមន៍ជួយវាប្រៀបបីដូចជាអាមេរិកបញ្ចប់សង្គ្រាមលោកលើកទី2ខ្លាយទៅជាអធិរាជលើពិភពលោកគ្រប់គ្រងគ្រប់យ៉ាងទាំងអស់នៅក្រោមអាមេរិកចិនក៏អាចយកគំរូរបៀបនឹងដែរចាំមើលនរណាប៉ះពាល់ខ្លះនរណាត្រូវរបួសខ្លះត្រូវការថ្នាំពេទ្យឬក៏ត្រូវការជំនួយនឹងឯងដូច្នេះចិនឲ្យនៅពេលនេះដែលអ៊ីរ៉ង់នៅមានលទ្ធភាពចំណុចទី8អ៊ីរ៉ង់នៅមានលទ្ធភាពប្រយុទ្ធនៅមានលទ្ធភាពតស៊ូនៅមានលទ្ធភាពច្បាំងការអំណោយរបស់យើងអត់មានតម្លៃខ្លាំងទេអត់មានគុណខ្លាំងទេប៉ុន្តែឲ្យអ៊ីរ៉ង់នៅពេលដែលអ៊ីរ៉ង់ស្រែកហៅដងហើយហៅចង់បានជំនួយចង់ឲ្យចិនជួយត្រូវការចិនត្រូវការអាវុធត្រូវការសព្វាវុធចិនពេលនោះហើយជាពេលដែលឲ្យទៅមានន័យមានតម្លៃមានគុណខ្លាំងហើយក៏អាចនឹងទាញនៅផលប្រយោជន៍មកវិញដោយកិច្ចព្រមព្រៀង1 2 3 4 5 6 7 8 9របៀបនេះគឺអាមេរិកបានធ្វើរួចទៅហើយអាមេរិកធ្វើឲ្យប្រទេសមួយវិនិច្ឆ័យហើយនឹងផ្ដល់ជំនួយឲ្យប្រទេសនោះវិញបាទនេះបងប្អូននិយាយថាពាក្យខ្ញុំដូចជាជ្រុលហើយលំអៀងស្អប់អាមេរិកហើយបាទអត់ស្អប់ទេខ្ញុំនិយាយថាអត់ស្អប់ដែរខ្ញុំគ្រាន់តែនិយាយការពិតទេតែបងប្អូនការពិតខ្លះបងប្អូនគិតថាលំអៀងមែនទេគំរូនឹងរបៀបហ្នឹងជួនកាលពាក្យថាដល់កំពូលពាក្យថាដល់កំពូលគឺវាអស់កន្លែងទៅហើយអញ្ចឹងវាត្រូវផ្លាស់ប្ដូរពិភពលោកមួយដែលមានស្ថិរភាពថ្លឹងគ្នាឬក៏នឹងមានថ្មីមួយចំនួនមិនថាចិនរុស្ស៊ីឬក៏អង់គ្លេសអាមេរិកកាំងឬក៏បារាំងទេបាទពេលវេលាទៅមុខវាមានការប្រែប្រួលបាទចំណុចទាំងអស់នេះហើយអាចនឹងមានច្រើនប្រការជាងនឹងទៀតប៉ុន្តែចំណុចដែលឲ្យជំនួយនៅពេលដែលគេត្រូវការនៅពេលដែលគេស្រែករកនោះទៅជាជំនួយដែលមានតម្លៃហើយជាជំនួយដែលប្រកបនៅដោយគុណសម្បត្តិច្រើនហើយធ្វើឲ្យអ្នកដែលទទួលជំនួយជាប់ជំពាក់គុណទៅលើចិនទៀតខ្ញុំនិយាយនេះខ្ញុំមិនមែននិយាយកាន់ជើងចិនតែខ្ញុំមើលឃើញពីនយោបាយរបស់ចិនអញ្ចឹងត្រីរ៉ស់ក៏យកទុនសាយក៏យកឲ្យគេគឺនៅពេលដែលគេត្រូវការមិនមែនជាពេលដែលគេមិនត្រូវការទេគេកំពុងប្រយុទ្ធគេនៅមានកម្លាំងគេគិតថាគេមិនចាំបាច់ចិនក៏បានដែរគេមិនចាំបាច់រុស្ស៊ីក៏បានដែរប្រយុទ្ធតែម្នាក់ឯងក៏បានដែរពីព្រោះគេនៅជឿថាគេមានសមត្ថភាពនិងលទ្ធភាពប្រយុទ្ធប៉ុន្តែនៅពេលដែលដើរដល់ដំណាក់កាលមួយគឺអស់លទ្ធភាពប្រយុទ្ធខ្សោយថមថយកម្លាំងហើយត្រូវការជំនួយបន្ទាន់អាចជំនួយដែលបន្ទាន់នឹងឯងភ្លាមនឹងឯងឆ្លើយតបនៅតម្រូវការនឹងឯងគឺជាតម្លៃនៃការជួយពិតប្រាកដបាទអញ្ចឹងហើយត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រចិនដែលមិនទាន់លូកដៃនោះគឺព្រោះតែជាយុទ្ធសាស្ត្រនៅពីក្រោយខ្នងទាំងអស់បងប្អូនគ្មានមិត្តគ្មានសត្រូវមានតែផលប្រយោជន៍បងប្អូនចាំពាក្យហ្នឹងវាអាចជាទ្រឹស្ដីរបស់ចិនប៉ុន្តែវាអាចជាទ្រឹស្ដីរបស់សកលគ្មានមិត្តគ្មានសត្រូវមានតែផលប្រយោជន៍ក្នុងវិស័យនយោបាយបាទយើងខ្លាំងវាយគេខ្លាំងគេវាយយើងបាទនេះគឺជាធម្មជាតិស្អប់សង្គ្រាមគឺជារឿងត្រឹមត្រូវតែបើមិនរៀនពីសង្គ្រាមគឺជារឿងដ៏គ្រោះថ្នាក់សម័យសង្គ្រាមគឺជារឿងអភ័ព្វរបស់ប្រទេសជាតិតែអ្នកដែលបង្ក្រាបសង្គ្រាមគឺជាវីរបុរសជីវិតនេះគឺជាសង្គ្រាមបើមិនត្រៀមខ្លួនធ្វើសង្គ្រាមទេយើងនឹងក្លាយជាឆ្លើយសឹកសង្គ្រាមសង្គមនេះមានតែខ្លាំងធ្វើបាបខ្សោយច្រើនធ្វើបាបតិចធំធ្វើបាបតូចអត់មានសន្តិភាពនិយមទេដើម្បីបានសន្តិភាពយូរអង្វែងជាកាលតទៅលុះត្រាតែយើងមានសមត្ថភាពធ្វើសង្គ្រាមបាទបងប្អូនអញ្ចឹងសរុបត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងសង្គ្រាមដ៏ក្តៅគគុកនៅមជ្ឈិមបូព៌ាគឺនឹងអាចចេញលទ្ធផលតើត្រឹមរយៈពេល4សប្តាហ៍ឬក៏មុន4សប្តាហ៍ត្រូវបញ្ចប់នេះគឺជាសង្គ្រាមមួយដែលខ្ញុំគិតថាដែលខ្ញុំមើលឃើញថាអ៊ីស្រាអែលជាមួយនឹងអាមេរិកបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយប៉ុន្តែការត្រៀមសម្បត្តិបានត្រូវឬក៏ខុសវាស្ថិតនៅលើស្ថានភាពចាស់ស្ដែងទើបតែប្រយុទ្ធបាន5ថ្ងៃទេបាទអូសទាញប្រទេសដល់ទៅ15ដែលក្តៅខ្លួនបាទរងការក្តៅខ្លួនស្ងួនចំណីចាប់ផ្ដើមមើលនឹងបញ្ចេញសាច់ដុំបញ្ចេញចង្កូមបដាបញ្ចេញកញ្ចក់បដាហើយ
ចំណែកសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅសងំមិនទាន់បង្ហាញខ្លួនទេព្រោះនៅដើម្បីទុកផ្លូវក្រោយប៉ុន្តែនៅពេលដែលដំណាក់កាលដែលអ៊ីរ៉ង់ទ្រោមច្បាស់ជានឹងចេញសម្ព័ន្ធមិត្តហើយបាទអញ្ចឹងពិភពលោកឥឡូវនេះគឺមានបលិនគ្នាដែរសម្ព័ន្ធមិត្តបាទសម្ព័ន្ធមិត្តហើយអត់ព្រមចែកគ្នារស់ទេគឺថាដណ្ដើមដើម្បីធ្វើខ្លាចជាស្ដេចដើម្បីខ្លាចជាមហាអំណាចនេះគឺជារឿងរបស់ពិភពលោកដូច្នេះហើយអ្វីដែលយើងរៀនអំពីគំរូនៃយុទ្ធសាស្ត្រសង្គ្រាមពិភពលោកយើងគប្បីតែសិក្សាឆ្វេងយល់ឲ្យបានស៊ីជម្រៅសម្រាប់យកមករៀបចំប្រទេសយើងបាទសម្រាប់រៀបចំប្រទេសយើងឲ្យខ្លាំងក្លាបាទដើម្បីរៀនរស់នៅជាមួយនឹងសត្រូវជំនល់ខ្លួនបាទអ្នកខ្សោយមានហេតុផលតែមួយខំប្រឹងធ្វើដើម្បីការពារជាតិតែអ្នកខ្លាំងគឺមានហេតុផលតែមួយឯងចង់ការពារផលប្រយោជន៍ហើយនឹងពង្រីកផលប្រយោជន៍ដូច្នេះគឺត្រូវទៅវាយគេបាទត្រូវទៅវាយគេបាទក្នុងโลกនេះអត់មានសន្តិភាពនិយមអត់មានសេរីអត់មានកុម្មុយនីសខ្លាំងឬខ្សោយដោយសារតែនយោបាយមនោគមវិជ្ជារបស់គេទេតែខ្លាំងឬខ្សោយគឺស្ថិតលើអាស្រ័យលើឆន្ទៈរបស់ជនជាតិយើងខ្លាំងប៉ុណ្ណាមានស្ថានភាពស្នេហាជាតិនិយមនឹងកម្រិតណាបាទបើកាលណាមានកម្រិតជាតិនិយមកាន់តែខ្ពស់ជាតិយើងកាន់តែខ្លាំងបើកម្រិតជាតិនិយមខ្សោយគឺប្រទេសយើងនឹងខ្សោយជាតិនិយមនេះមិនរាប់ទៅលើជាតិនិយមមិនមែនជ្រុលនិយមទេបាទបើសិនជាជ្រុលនិយមគឺជារឿងគ្រោះថ្នាក់វិញរបស់ប្រទេសជាតិបាទនៅក្នុងវីដេអូនេះខ្ញុំលើកតែប៉ុណ្្នឹងឯងពាក់ព័ន្ធជាមួយនឹងស្ថានភាពថាតើនរណាចាញ់នរណាឈ្នះគឺស្ថិតលើយុទ្ធសាស្ត្រសង្គ្រាមបាទមិនមែនស្ថិតនៅលើកម្លាំងប្រយុទ្ធខ្លាំងទេមិនស្ថិតលើសពាវុធប៉កែទេគឺស្ថិតលើយុទ្ធសាស្ត្រដូចខ្ញុំជម្រាបខាងដើមថាចំណុចសរុបមកគឺជាសង្គ្រាមជន់ក្បាលជាមួយទឹកឬក៏ចាប់ក្បាលជាមួយទឹកទាំងអស់គ្នានរណាស៊ូបានជាងនរណាឈ្នះអញ្ចឹងបងប្អូនកាត់សេចក្តីដល់ខ្លួនឯងថាតើនរណាគឺជាអ្នកឈ្នះនៅក្នុងពេលខាងមុខនេះបាទអាច comment ដាក់នៅក្នុង channel YouTube ឆាវពូគីននិងព្រះរាជគ្រូតំរៈទាំងអស់គ្នាធានបទទី2ពាក់ព័ន្ធជាមួយនឹងហេតុអីចិនមិនលូកដៃឬក៏ចិនមិនទាន់លូកដៃពីព្រោះហេតុផលចុចប្រហែលចំណុចដែលខ្ញុំបានរៀបរាប់នោះហើយគឺជាហេតុផលនៅពីក្រោយហេតុអ្វីបានចិនមិនទាន់លូកដៃបាទនេះយើងអត់និយាយដល់រុស្ស៊ីទេបាទនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនចូលចិត្តហើយជួយ share ចែករំលែកនិងកុំភ្លេចជួយចុច Subscribe Channel YouTube ឆាវពូគីននិងព្រះរាជគ្រូតោមរៈទាំងអស់គ្នាហើយជាពិសេសសូមឲ្យបងប្អូនជួយចុច Subscribe Channel YouTube ឆាវពូគីនទាំងអស់គ្នាខ្ញុំនឹងទៅសេពាក្យនេះដាក់នៅក្នុងវីដេអូបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះសង្ឃឹមថាយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយប្រសិនបើពុកម៉ែបងប្អូនមាន comment អ្វីល្អៗឬក៏មានសំណួរជាចម្ងល់អ្វីអាច comment នៅក្នុង channel YouTube របស់ខ្ញុំទាំងពីរខ្ញុំនឹងធ្វើការឆ្លើយតបបានទាំងអស់គ្នាបាទសូមអរគុណច្រើនសូមគោរពជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ